ផោះតាំងមានហើយគឺលោកមេឃុំជីខក្រមនៅស្រុកស្រែអំបិលនេះជាប់ពាក់ព័ន្ធនឹងការគប់គិតទន្ទ្រានចាក់ដីលើព្រៃកោងកាងដែលជាជំរកមច្ឆជាតិគ្មានការអនុញ្ញាតពីជំនាញនោះទេការងារនេះឃុំរៀបចំបងការងារឃុំរៀបចំបងឲ្យសួរខាងឃុំសួរអ្នកឃុំសួរតាទីឲ្យចូលសាលាឃុំទៅនេះចូលសួរគាត់ទៅប្លង់ពេលវេប្លង់អីផ្សេងគាត់រៀបចំចាត់ចែងពួកខាងខ្ញុំនេះគាត់បានចូលរួមដឹងថាហែកបងដល់កម្មករគេអត់ដឹងរឿងធម្មតាករណីនេះបានកើតឡើងនៅក្នុងភូមិតាបែនឃុំជីខក្រមស្រុកស្រែអំបិលខេត្តកោះកុងឥឡូវនេះក្រសួងបរិស្ថានបានចេញសេចក្តីថ្កោលទោសហើយនៅក្នុងបន្ទាត់នៃវគ្គចុងក្រោយហ្នឹងក៏ថានឹងអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តឬក៏គប់គិតទន្ទ្រានលើដីរដ្ឋគ្មានច្បាប់អនុញ្ញាតផងដែរអញ្ចឹងថាតើនឹងមានការអនុវត្តពិតប្រាកដចំពោះជនដែលពាក់ព័ន្ធឬទេព្រោះកន្លងទៅនឹងហាក់ដូចជាតឹងតែងសម្បើមណាស់នៅពេលដែលខ្យល់ខ្ចាយព័ត៌មានតាមរយៈប្រជាពលរដ្ឋរាយការណ៍ទៅអ្នកសារព័ត៌មានចុះមកឃើញរូបភាពហ្នឹងរាយការណ៍ទៅអូសៀនរៈចុះមករោហ្នឹងអត់មានឃើញទេគ្រឿងចាក់ហ្នឹងយកទៅលាក់នៅព្រៃឲ្យហើយថារោអត់ឃើញទេរហូតប្រជាពលរដ្ឋរាយការណ៍ទេថាអ្នកលាក់នៅទៅនេះអ្នកសារព័ត៌មានហ្នឹងនាំសារហ្នឹងទៅប្រាប់មន្ត្រីអូសៀនរៈថានៅទៅនេះមកចុះមកហើយថតរូបប្រាប់ជាប់គ្រឿងចាក់អស់ហើយក្រោយមកហ្នឹងក៏ចេញអីណាសេចក្តីបញ្ជាក់សេចក្តីបំភ្លឺពីមេឃុំណាថាជាអីណាការស្នើសុំផនប្រជាពលរដ្ឋធ្វើផ្លូវទៅកាន់កំពង់ទូកអីទៅក៏ស្ងាត់ទៅហើយផោះតាងទាំងអស់ហ្នឹងក៏រត់ចាត់ចាយអស់ទៅបាទហើយបើសិនជាយើងធ្វើការដោយសុចរិតចាំបាច់ទៅខ្លាចលាក់លៀមយកគ្រឿងចាក់អីណាទៅលាក់ទុកធ្វើអីអានេះហើយដែលជាកតុយមួយលានឲ្យគេដឹងណារហូតទៅដល់ក្រសួងបរិស្ថានលោករកឃើញបានទន្ទ្រានពិតប្រកបមែនឥឡូវរកឃើញហើយថាតើអ្នកគប់គិតនេះអ្នកពាក់ព័ន្ធនេះត្រូវចាត់វិធានការយ៉ាងម៉េចដើម្បីឲ្យរៀងចាលកុំឲ្យជាគំរូអាក្រក់ដល់អ្នកដទៃទៀតអាចតែមានលទ្ធភាពធ្វើបានមានសមត្ថភាពធ្វើបានចេះតែគូសវាសឬយ៉ាងម៉េចកាត់ឆ្វៀលបាទកាត់ឆ្វៀលអត់តាន់បានទទួលប្លង់រឹងពីជំនាញឬក៏អាជ្ញាធរផងអាហ្នឹងក៏នៅស្ថិតក្នុងដែនសម្បត្តិរបស់រដ្ឋដដែលហ្នឹងបើអញ្ចឹងមិនមែនជំនាញបរិស្ថានក៏រកឃើញថាទន្ទ្រានពិតប្រាកដរហូតដល់ចេញសេចក្តីថ្កោលទោសទេបាទប្រជាពលរដ្ឋលោកត្រីអដែរព្រោះមានចំណាត់ការឲ្យមើងម៉ាត់ទៅលើករណីបែបហ្នឹងព្រោះវាស្ដួយស្ដើងហើយព្រៃរងទឹកភ្លៀងនៅតំបន់ជួរភ្នំកវាញខាងត្បូងរាប់ពីខេត្តកោះកុងពោធិ៍សាត់កន្លែងខ្លះជាប់ដល់កំពង់ស្ពឺមួយចំណែកទៀតកាន់តែស្ដួយស្ដើងហើយនេះតំបន់ព្រៃដែលយើងមើលឃើញកាន់តែស្ដួយស្ដើងមែនតើហ្នឹងគឺព្រៃកោងកាងនៅតំបន់ដែលកំពុងតែកើតហេតុហ្នឹងព្រោះកន្លងទៅក្រាស់សម្បើមធរកំពង់ទូកណាចូលកើតបើក្រាស់ថ្មឹកហ្នឹងអញ្ចឹងប្រជាពលរដ្ឋថាសាទរហើយសូមឲ្យជំនាញនិងសមត្ថកិច្ចនឹងចាត់វិធានការទៅលើអ្នកដែលពាក់ព័ន្ធទាំងអស់ហ្នឹងថាតើការអនុវត្តច្បាប់នេះវាមានប្រសិទ្ធភាពទេទៅលើជនដែលគប់គិតហ្នឹងបាទអរគុណបើមានសេចក្តីរាយការណ៍ពីអ្នកដែលពាក់ព័ន្ធខ្ញុំនឹងអាប់ដេតព័ត៌មាននេះជូនបន្តទៀតបាទ